ឆាប់ចូលគេងហើយឆាប់ភ្ញាក់មកវិញរស់នៅមិនងាយឈឺទេនេះផតាំងបើតាមសមាគមទឹកនោមផ្អែមរបស់សហរដ្ឋអាមេរិកគាត់និយាយច្បាស់ Libert ហ្នឹងបានន័យថាឆាប់ចូលគេងឆាប់ភ្ញាក់ទទួលបានលទ្ធផលឲ្យគេខ្លះខ្ញុំយកមួយចំណុចមួយនិយាយសិននេះ chrono time ហ្នឹងយើងដេកឲ្យមានគុណភាពយើងដេកឲ្យឆាប់ស្ងប់ហ្នឹងណាវាជួយបន្ថយណាអាំងស៊ូលីនស្កររបស់យើងអត់ឡើងអត់ទឹកនោមផ្អែមណាសម្ពាធឈាម A1C ខ្លាញ់អញ្ចឹងវាជួយបានច្រើនអញ្ចឹងដូច្នេះយើងត្រូវតែយកចិត្តទុកដាក់អំពីការឆាប់ចូលគេងមិនមែននៅសល់ពី2ម៉ោងមើលទូរស័ព្ទសិនទេមនុស្សដែលក្រចូលគេងហើយក្រភ្ញាក់អញ្ចឹងមានប្រឈមមុខនឹងជំងឺគេខ្លះប្រជ្រះមកវិញមានន័យថាអ្នកជំងឺខ្ញុំគាត់មកទឹកនោមផ្អែមលើឈាមលើខ្លាញ់សួរគាត់ទៅគេងអត់លក់អញ្ចឹងយើងឃើញច្រើនណាបញ្ហាសម្ពាធឈាម A1C ឡើងខ្ពស់ខ្លាញ់ឡើងខ្ពស់ depression ចឹងការសិក្សាគេយកជំងឺ5 6ហ្នឹងយកមកនិយាយចឹងគុណភាពជីវិតវាធ្លាក់ចុះនៅពេលដែលយើងគេងអត់គ្រប់គ្រាន់ណាគេងអត់គ្រប់ម៉ោងគេងអត់មានគុណភាពល្អអត់ឆាប់ចូលគេង3រឿងហ្នឹងហើយតាក់ទងនឹងជំងឺ5 6ហ្នឹងឯងដូច្នេះត្រូវអនាម័យក្នុងការគេងហើយបើសិនជាគេងមិនលក់មកពិភាក្សាជាមួយគ្រូពេទ្យរកវិធីសាស្ត្រហើយរកមូលហេតុហេតុអីមិនគេងមិនលក់ការដែលហូបកាហ្វេតែច្រើនគេងអត់លក់អាហ្នឹងក៏វាមានច្រើនដែរ stress ច្រើនមានបញ្ហាផ្លូវចិត្តក៏គេងអត់លក់ច្រើនដែរអ្វីដែលយើងចង់និយាយនៅសម័យនេះគឺជាសម័យប្រើ screen ទូរស័ព្ទ iPad ដែលមាន blue light ចូលទៅក្នុងភ្នែកវាបជាទៅខួរក្បាលវាធ្វើឲ្យយើងគេងអត់ស្ងប់យើងគេងអត់លក់នឹងឯងដូច្នេះនៅពេលដែលយើងអូសទូរស័ព្ទច្រើន content ជាច្រើនក៏ដូចជាពន្លឺជាច្រើនចូលទៅក្នុងភ្នែកយើងវាធ្វើឲ្យយើងស្វាងមិនងាយចេញ melatonin ដែលធ្វើឲ្យយើងងុយគេងនោះទេហើយមិនមែនចេះតែងុយគេងរក melatonin លេបងុយគេងរកថ្នាំលេបទេសូមតែរកគ្រូពេទ្យសួរនាំសិន Be healthy ចង់បានសុខភាពល្អសូមអានសៀវភៅពីក្បាលនេះបាទលំហូរចិត្តជួយឲ្យអ្នកទាំងអស់គ្នាមានចិត្តធូរបាទចិត្តរឹងមាំទាំងអស់គ្នាខំធ្វើការហើយមេដៃវិញបាទគឺធ្វើឲ្យទាំងអស់គ្នាបណ្ដុះនៅទម្លាប់ល្អច្រើនដែលទម្លាប់ទាំងអស់នោះក៏នឹងធ្វើឲ្យផ្លូវចិត្តបាទផ្លូវកាយអ្នកទាំងអស់គ្នាមានសុខភាពល្អទាំងពីរក្បាលនេះគឺមានលក់នៅតាមបណ្ណាគារឬក៏ទាំងអស់គ្នាទៅលេខទូរស័ព្ទមួយបាទក្រុមការងារនឹងតាក់ទងទៅសម្រាប់ការបិទបញ្ជូនដល់កន្លែង